សមាគមសហគ្រិនបញ្ញវន្តកម្ពុជានាំយកអំណោយសប្បុរសធម៌សរុបជាង28លានរៀលចែកជូនកងទ័ពប្រជាពលរដ្ឋភៀសសិង្ហរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលស្រុកបន្ទាយស្រីកាលពីថ្ងៃអាទិត្យទី21ខែធ្នូឆ្នាំ2025អាយុឧត្តមបណ្ឌិតឈៀងច័ន្ទតារាប្រធានសមាគមសហគ្រិនបញ្ញវន្តកម្ពុជានិងជាប្រធានសាខាបញ្ញវន្តដេជោនៃផែនសហគ្រិនវ័យក្មេងក្រុមការងារយុវជនគណៈបកប្រជាជនកម្ពុជារាជធានីភ្នំពេញបានដឹកនាំក្រុមការងារនាំយកអំណោយរបស់អាយុឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីដែលជាទីប្រឹក្សាអនុប្រធានសមាជិកសមាជិការបស់សមាគមនិងបណ្ដាសប្បុរសជនផ្សេងទៀតដើម្បីប្រគល់ជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំការពារព្រំដែនដ៏អង្អាចក្លាហាននិងជូនដល់ពលរដ្ឋភៀសសិង្ហចំនួន200គ្រួសារព្រមទាំងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលស្រុកបន្ទាយស្រីព្រមទាំងប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តបានលៃដំរីក្រាមនៅក្នុងនោះផងដែរអាយុឧត្តមបានពំនាំនៅការផ្ដាំផ្ញើការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់អាយុឧត្តមសុកពុទ្ធីវុននិងលោកជំទាវព្រមទាំងអាយុឧត្តមបណ្ឌិតអោមសេងបូរ៉ានិងលោកជំទាវដែលបានគាំទ្រនិងចូលរួមចំណែកក្នុងការឧបត្ថម្ភដល់សមាគមរួមជាមួយសប្បុរសជននានាក្នុងការចុះបំពេញបេសកកម្មមនុស្សធម៌ដើម្បីសួរសុខទុក្ខនិងនាំយកអំណោយជូនដល់វីរៈកងទ័ពជួរមុខប្រជាពលរដ្ឋភៀសសិង្ហខ្វះខាននិងរដ្ឋបាលមូលដ្ឋានក្នុងឱកាសនោះអាយុឧត្តមបណ្ឌិតប្រធានសមាគមបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មពីសមាជិកសមាជិកានិងសប្បុរសជនដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនិងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសិង្ហយោងតាមរបាយការណ៍អំណោយជាស្បៀងអាហារនិងសម្ភារៈសរុបមានតម្លៃជាទឹកប្រាក់ចំនួន28លាន744ពាន់រៀលត្រូវបានបែងចែកជូនទៅដល់គោលដៅចំនួន6រួមមានកងទ័ពជួរមុខប្រគល់ជូនអាយុឧត្តមនាយឧត្តមសេនីយ៍នព្វរតនាមេបញ្ជាការរដ្ឋានកំភ្លើងធំចំនួន5លាន623ពាន់រៀលកងពលតូចថ្មើរជើងលេខ42ប្រគល់ជូនអាយុឧត្តមសេនីយ៍ត្រីអ្នកវង្សចំនួន5លាន623ពាន់រៀលរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូនអាយុឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តចំនួន5លាន72ពាន់រៀលរដ្ឋបាលស្រុកបន្ទាយស្រីឧបត្ថម្ភថវិកាចំនួន1លាន270ពាន់រៀលវិស័យសាសនាប្រគេនដល់ព្រះសង្ឃដែលគង់នៅចាំវត្តបាលីដំរីក្រាមចំនួន556ពាន់រៀលប្រជាពលរដ្ឋខ្វះខានចែកជូនប្រជាពលរដ្ឋភៀសសិង្ហចំនួន200គ្រួសារសរុបជាទឹកប្រាក់1លាន600ពាន់រៀលសកម្មភាពនេះបានបង្ហាញពីសាមគ្គីភាពនិងទឹកចិត្តរបស់សប្បុរសធម៌របស់សមាគមសហគ្រិនបញ្ញវន្តកម្ពុជាក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីចូលរួមចំណែកជួយសម្រាលជីវភាពរបស់ប្រជាពលរដ្ឋភៀសសិង្ហនិងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចដ៏អង្អាចក្លាហានការពារបូរណភាពទឹកដី